mà dươngประกอบchụpให้ในក្នុងตาราง Excel ដែលពេលយើងបញ្ចូលលេខទូរស័ព្ទទៅវាអត់មាន0ហើយវាក៏អត់បានកាត់ខ្ទង់ដូច្នេះគឺដើម្បីឲ្យវាកាត់ខ្ទង់ដោយស្វ័យប្រវត្តិយើងឧទាហរណ៍យើងវាយលេខមាន0ទៅមុខទៅនៅពេល enter មកគឺអត់មាន0ទេមានតែលេខធម្មតាអញ្ចឹងហើយយើងមកសរសេរប្រព័ន្ធមួយដើម្បីកំណត់វាបាទហើយយើងវាយ smart if បើយើងបាច់វងកញ្ចក់វាយពាក្យ len បើវងកញ្ចក់បាទយើង select ជួរ C3 នេះជួរលេខទូរស័ព្ទទៅបាត់វងកញ្ចក់វិញវាយសញ្ញាតូចឬនឹងស្មើលេខ8មកថាតូចជាងឬស្មើ8ខ្ទង់បើយើងខមាមកយើងវាយ text បាទបើវងកញ្ចក់បាយ select ជួរ C3 នេះឡើងវិញបាទខមាបាទរួច double code នៅក្នុង double code ហ្នឹងដែលយើងហៅថាថ្មីកណ្ដុរហើយយើងកំណត់លេខបាទ3ខ្ទង់យើងវាយលេខ0 3ដងមកបាទបើ3ដងមកសម្រាប់លេខដែលមានលេខបាទ9ខ្ទង់បាទមានន័យថាក្នុងជួរនោះមានតែ8ខ្ទង់គឺឲ្យវាបង្ហាញ9ខ្ទង់មានលេខ0ពីមុខទៅមកយើងបិទវងកញ្ចក់រួចយើងខមាមួយទៀតយើងវាយ text បន្តទៀតមកកំណត់សម្រាប់លេខ9ខ្ទង់អញ្ចឹងយើងបើកវងកញ្ចក់មកយើង select ជួរ C3 នេះដែរមកខមាបាទ double code បាទតមកឲ្យយើងបាទកំណត់លេខមក3ខ្ទង់ហើយចុងក្រោយយើងដាក់4ខ្ទង់បាទសម្រាប់លេខដែលមានទូរស័ព្ទដែលមានត្រូវការមាន10ខ្ទង់បាទអញ្ចឹងយើងបិទវងកញ្ចក់វិញមកបិទ2ដងទៅមកយើង enter បាទអញ្ចឹងលេខហ្នឹងគឺអាណត្តិ8ខ្ទង់គឺវាកាត់នៅសល់3ខ្ទង់កន្ទុយអាណត្តិដែលមានលេខ9ខ្ទង់ឬក៏យើងហៅថាលេខ10ខ្ទង់គឺមាន4លេខនៅខាងក្រោយបែបនេះបាទសូមអរគុណ